ចាជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតហុកដុល្លារនាងខ្ញុំជាវិជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យ Royal ភ្នំពេញពេលដែលយើងមានបញ្ហាស្ទះសរសៃឈាមក្នុងខួរក្បាលបានន័យថាមានកំណកឈាមទៅស្ទះនៅក្នុងសរសៃឈាមដែលទៅចិញ្ចឹមសាច់ខួរក្បាលកោសិកាខួរក្បាលអញ្ចឹងកោសិកាខួរក្បាលដែលចិញ្ចឹមដោយសរសៃឈាមមួយនឹងត្រូវខូចចាតែរយៈពេល4ទៅ5នាទីកោសិកាខួរក្បាលនឹងស្លាប់ហើយបើសិនជាយើងមិនបានជួយនៅពេលដែលកោសិកាខួរក្បាលយើងស្លាប់គឺមុខងារដែលដៃជើងការនិយាយស្ដីនិងចលនាផ្សេងនៅលើខ្លួនយើងដែលបជាដោយសារខួរក្បាលនៅកន្លែងហ្នឹងគឺត្រូវខូចខាតដែលអាចនាំឲ្យយើងមានពិការភាពឬក៏ស្លាប់បាត់បង់អាយុជីវិតតែម្ដងចាចំពោះរោគសញ្ញានៃជំងឺស្ទះសរសៃឈាមខួរក្បាលនេះអាចមានខុសៗគ្នាទៅតាមមនុស្សម្នាក់ប៉ុន្តែខ្ញុំចង់ឲ្យប្រជាជនយើងដឹងស្គាល់លឿនជាងគេបំផុតគឺរោគសញ្ញា5ដែលយើងមិនអាចមើលរំលងចាដែលយើងអាចយកពាក្យអង់គ្លេសមកជំនួយការចងចាំគឺពាក្យ be fast B បានន័យថា balance បើសិនយើងមានអារម្មណ៍ថាធីងធងយើងដើរទៅមិនសូវមានលំនឹង E គឺ I បានន័យថាអាចផ្នែកយើងមើលអត់ឃើញកំហើញក្នុងមួយផ្នែកណាមួយឬក៏ផ្នែកម្ខាងដែលមើលអត់ឃើញបន្ទាប់មក fast F គឺ face បានន័យថាមុខយើងអាចនឹងមានធ្លាក់មកចំហៀងឬក៏វាចមកចំហៀង A arm បានន័យថាដៃយើងដែលកំពុងតែធ្វើការអីបានធម្មតាហ្នឹងស្រាប់តែទន់ចាប់លែងជាប់កាន់បិចកាន់ស្លាបព្រាអីលែងកើតភ្លាមចា S បានន័យថា speech ការនិយាយស្ដីរបស់យើងអាចតដិតអាចរនឹកពាក្យឬមួយក៏ប្រើពាក្យខុសតែម្ដងជំនួសពាក្យមួយដោយពាក្យមួយចា T គ្រាន់តែគេដាក់មកដើម្បីបញ្ជាក់ថាពេលវេលាវាសំខាន់នៅក្នុងរោគសញ្ញារបស់ stroke ហ្នឹងចាបើសិនជាយើងសង្ស័យខ្លួនយើងថាមានរោគសញ្ញា stroke សូមឲ្យប្រាប់ទៅបងប្អូនឬក៏កូនចៅឲ្យគាត់តាក់ទងមកខាងមន្ទីរពេទ្យដើម្បីបញ្ជូនគាត់មកមន្ទីរពេទ្យឲ្យបានទាន់ពេលវេលាហើយការជ្រើសរើសមន្ទីរពេទ្យក៏សំខាន់ដែរពីព្រោះជំងឺ stroke ត្រូវការឯកទេសជំនាញដែលមានលទ្ធភាពព្យាបាលជំងឺ stroke អញ្ចឹងខ្ញុំសូមឲ្យនាំអ្នកជំងឺមកមន្ទីរពេទ្យថ្នាក់ជាតិមន្ទីរពេទ្យធំដែលអាចមានលទ្ធភាពព្យាបាលប្រភេទជំងឺ stroke នេះចា៎